ព្រះមហាក្សត្រនៃនគរអាណាមួយអង្គនេះហើយដែលបានធ្វើទុកបុកម្នេញទៅលើអ្នកកាន់សាសនាកាតូលិកនិងក្បត់សន្ធិសញ្ញាពាណិជ្ជកម្មជាមួយបារាំងរហូតដល់បារាំងបានលើកទ័ពមកវាយនិងបានដាក់អាណានិគមនៅលើអាណាមរួចវាទាអាណានិគមទៅទូទាំងឥណ្ឌូចិនតែម្ដងជំរាបសួរលោកអ្នកជាថ្មីម្ដងទៀតមកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមលើកជូនដំណើររឿងមួយដែលប្រជាជនយើងមួយភាគប្រហែលជាមិនបានដឹងទេដោយភាគច្រើនបានដឹងតែអំពីរឿងនៃការដែលបារាំងបានមកដាក់អាណានិគមនៅកម្ពុជាតាមការស្នើសុំរបស់ព្រះមហាក្សត្រកម្ពុជាក៏ប៉ុន្តែហេតុអ្វីបានជាបារាំងអាចមកដាក់អាណានិគមនៅឥណ្ឌូចិនបានហើយតើមានរឿងអ្វីខ្លះនោះខ្ញុំនឹងជម្រាបដូចតទៅដើម្បីអាចយល់អំពីរឿងនេះបានយើងត្រូវកលេចទៅមើលដើមសតវត្សទី19នៅក្នុងដើមសតវត្សទី19រាជវង្សនៅក្នុងនគរអាណាមមានការប្រកួតប្រជែងគ្នាខ្លាំងក្នុងការដើមអំណាចហើយពេលនោះមានព្រះមហាក្សត្រមួយអង្គបានឡើងសោយរាជ្យនោះគឺព្រះបាទហ្សាឡុងព្រះបាទហ្សាឡុងបានឡើងសោយរាជ្យក្រោមការគ្រប់គ្រងនិងជ្រោមជ្រែងពីបព្វជិតកាតូលិកជនជាតិបារាំងម្នាក់ឈ្មោះលោកពីញូដឺបេហែនដែលការនេះធ្វើឲ្យព្រះមហាក្សត្រអង្គនេះព្យាយាមសងគុណជនជាតិបារាំងនេះដោយអនុញ្ញាតឲ្យផ្សព្វផ្សាយសាសនាយ៉ាងទូលំទូលាយនិងបើកដៃឲ្យជនជាតិបារាំងនិងឈ្មួញបារាំងមកធ្វើពាណិជ្ជកម្មដោយសេរីនៅតំបន់អាណាមផងដែរពេលនោះបារាំងក៏បានចាប់ផ្ដើមចូលមកផ្សព្វផ្សាយសាសនានិងរកស៊ីនៅឥណ្ឌូចិនយ៉ាងទូលំទូលាយហើយចាប់ផ្ដើមឃើញសក្តានុពលរបស់ឥណ្ឌូចិននៅក្នុងរាជរបស់ព្រះបាទហ្សាឡុងនេះព្រះអង្គបានរក្សាកិច្ចព្រមព្រៀងទាំងឡាយដោយស្មោះត្រង់ប៉ុន្តែរហូតដល់អ្នកស្នងរាជរបស់ព្រះអង្គជាព្រះមហាក្សត្រជាន់ក្រោយបានរើបំរាស់និងបង្កើតគោលនយោបាយប្រឆាំងជាមួយនឹងបារាំងដោយធ្វើទុកបុកម្នេញលើអ្នកកាន់សាសនាកាតូលិកហើយនឹងលែងគោរពតាមសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗដែលព្រះបាទហ្សាឡុងជាបិតានោះបានធ្វើកន្លងមកសកម្មភាពធ្វើទុកបុកម្នេញនិងការប្រឆាំងទាំងនេះត្រូវបានបារាំងនិងអេស្ប៉ាញព្រមានមកនគរអាណាមជាច្រើនដងហើយមកដល់ឆ្នាំ1858ទើបបារាំងនិងអេស្ប៉ាញបានសម្រេចចិត្តបញ្ជូនកងកម្លាំងពិសេសមួយដែលដឹកនាំដោយឧត្តមនាវីរីហ្គូដឺហ្សឺណូយីដើម្បីមកដាក់សម្ពាធលើរាជវាំងក្រុងវេពេលនោះទីក្រុងទូរង់ឬសពថ្ងៃហៅថាដាណាងដែលជាកំពង់ផែសំខាន់របស់នគរអាណាមត្រូវបានបារាំងនិងអេស្ប៉ាញបាញ់ផ្លោងដាក់ជាទម្ងន់ហើយទីក្រុងព្រៃនគរដែលអាណាមបានដណ្ដើមពីខ្មែរទៅនោះក៏ត្រូវបានបារាំងកាន់កាប់ទាំងស្រុងផងដែរជាលទ្ធផលនៃប្រតិបត្តិការប្រើកងកម្លាំងពិសេសនេះបារាំងបានបង្ខំឲ្យអាណាមចុះសន្ធិសញ្ញាមួយទៀតនៅក្នុងឆ្នាំ1862ដែលអនុញ្ញាតឲ្យបារាំងកាន់កាប់ទាំងស្រុងនៅដែនដីកូសាំងស៊ីននៅក្នុងឆ្នាំ1867បារាំងបានកាន់កាប់ដែនដីកូសាំងស៊ីនទាំងស្រុងហើយក៏នៅតែបន្តដាក់សម្ពាធឲ្យអាណាមចុះកិច្ចព្រមព្រៀងជាច្រើនបន្តទៀតនៅរវាងឆ្នាំ1883និង1884ពេលនោះរដ្ឋបាលអាណាមនិងចិនបានទទួលស្គាល់ជាផ្លូវការនៃការដាក់ឲ្យនៅក្រោមអាណានិគមបារាំងនៅតំបន់កូសាំងស៊ីននិងតំបន់តុងកឹងរបស់ចិនផងដែរដូច្នេះហើយពេលនោះគឺដែនដីទាំងឡាយណាដែលមានជនជាតិអាណាមរស់នៅច្រើនគឺត្រូវតែដាក់ឲ្យនៅក្រោមអំណាចរបស់បារាំងនៅពេលនោះដែរកម្ពុជាយើងដែលកំពុងតែចុះទុនខ្សោយខ្លាំងគឺនៅឆ្នាំ1863ព្រះបាទនរោត្តមបានស្នើសុំឲ្យបារាំងដាក់អាណាព្យាបាលមកលើកម្ពុជារីឯប្រទេសឡាវដែលនៅជិតខាងរបស់យើងនេះក៏ត្រូវបានបែកបាក់ជានគរតូចៗជាច្រើនហើយរងការគំរាមកំហែងមិនខុសអំពីកម្ពុជានោះទេក៏បានសុំចូលទៅក្នុងអាណានិគមរបស់បារាំងដែរនៅក្នុងឆ្នាំ1893ហើយពេលនោះគេបានបញ្ចូលដែនដីទាំងអស់ទៅជាសម្ព័ន្ធភាពតែមួយដែលហៅថាសហភាពឥណ្ឌូចិននោះឯងក្រោយពីនោះទើបយើងឃើញមានការចលនាតស៊ូរើបំរាស់អំពីអាណានិគមនេះនៅក្នុងប្រទេសនីមួយៗទាំង3នេះរហូតទទួលបានជោគជ័យព័ត៌មានទាំងអស់នេះគឺស្រង់ចេញអំពីសៀវភៅមួយក្បាលចំណងជើងថាបណ្ដាជននៃឥណ្ឌូចិនជាសៀវភៅរបស់ខ្ញុំផ្ទាល់តែម្ដងសៀវភៅនេះខ្ញុំបានផ្សព្វផ្សាយម្ដងហើយកាលពីពេលមុនក៏ប៉ុន្តែខ្ញុំសូមជម្រាបម្ដងទៀតថាក្រោយការបោះពុម្ពលើកទី2នេះសៀវភៅនេះត្រូវបានបោះពុម្ពក្នុងគុណភាពល្អប្រសើរជាងមុនដោយសញ្ញាពណ៌លឿងបងប្អូនដែលទិញទៅដំបូងគឺសញ្ញាពណ៌សហើយរូបភាពនៅក្នុងសៀវភៅគឺច្បាស់ជាងមុនមិនតែប៉ុណ្ណោះយើងក៏បានបញ្ចូលផែនទីព័ត៌មាននៃផែនទីឥណ្ឌូចិននេះដើម្បីឲ្យបងប្អូនអានហើយបានស្វែងយល់អំពីភូមិសាស្ត្រនៅទីនេះផងសៀវភៅនេះមិនថ្លៃទេបងប្អូនតម្លៃត្រឹមតែ15000រៀលប៉ុណ្ណោះសម្រាប់លោកអ្នកទស្សនាទាំងអស់ដែលមានបំណងចង់គាំទ្រការងាររបស់ខ្ញុំនៅក្នុងការផ្សព្វផ្សាយបន្តទៀតអាចជួយទិញបានការគាំទ្ររបស់លោកអ្នកទស្សនាទាំងអស់គឺជាកម្លាំងចិត្តរបស់ខ្ញុំក្នុងការបន្តដំណើរទៅមុខទៀតនៅក្នុងការចែកម្លែកព័ត៌មាននានាអំពីប្រវត្តិសាស្ត្រនេះបើសិនជាលោកអ្នកចង់ជួយទិញសៀវភៅនេះសូមកុំភ្លេចទំនាក់ទំនងមកក្នុង TikTok របស់ខ្ញុំក៏បានឬ Telegram របស់ខ្ញុំដែលខ្ញុំនឹងដាក់នៅខាងចុងវីដេអូនេះអរគុណជម្រាបលាយើងនឹងជួបគ្នានៅពេលក្រោយទៀត